ពេលដែលយើងឃើញរូបភាពនេះណារូបភាពបជាវចេញទាំងវងហ្នឹងគឺយើងនៅឃើញទៅដល់បាត់ដំបងពុកម៉ែបងប្អូនភ្នំសំពៅបាត់ដំបងប៉ុន្តែនេះមិនមែនបាត់ដំបងទេគឺផ្លូវមកទៅកំពង់ត្រាចកាត់ពីបែកគូសទៅកែបអញ្ចឹងផ្លូវនេះគឺផ្លូវថ្មីដែលវាងបទាយមាសអញ្ចឹងពុកម៉ែបងប្អូននៅកន្លែងវាងបទាយមាសនេះមកគឺឃើញហើយមានភ្នំនៅខាងស្ដាំដៃហ្នឹងឥឡូវវងប្រជៀវទាំងវងកំពុងតែហើរចេញមកដល់ខ្សែហ្នឹងណាច្រើនណាស់បាទនេះច្រើនណាស់ដូចនៀកហោះលើអាកាសបងប្អូនឃើញទេដូចនៀកហោះលើអាកាសអញ្ចឹងនេះទាំងខ្សែនេះវែងមែនតើអញ្ចឹងសូមបញ្ជាក់គឺវងប្រជៀវបាទរូបភាពបែបនេះបើយើងសម័យគឺនៅបាត់ដំបងទេប៉ុន្តែនេះមិនមែនបាត់ដំបងទេគឺផ្លូវមកកែបបាទផ្លូវមកកែបសូមបញ្ជាក់បងប្អូនបាទនេះផ្លូវថ្មីនេះគឺផ្លូវស្អាតមែនតើបាទអញ្ចឹងផ្លូវនេះគឺវាងបទាយមាសចាក់ទៅកែបកាត់ពីគូសមកបងប្អូនកាត់ពីគូសមកអញ្ចឹងមកដល់តំបន់នេះគឺយើងមើលខាងស្ដាំដៃហើយបើចង់ឃើញបជាវម៉ោងដែលឃើញបជាវណាគឺនៅម៉ោង5 កន្លះល្ងាចហ្នឹងគឺអាចឃើញវងបជាវទាំងវងទាំងខ្សែដែលហើររៀងដូចពស់យើងនិយាយថាមិនមែននៀកទេព្រោះអីទៅវាវែងទៀតអញ្ចឹងវាដូចពស់ហើយបាទនេះឃើញទេឃើញច្រើនមែនទែនបាទច្រើនណាស់ច្រើនបាទអញ្ចឹងកន្លែងនេះបើយើងនិយាយទៅថាអាចបង្កើតជាតំបន់ទេសចរសម្រាប់មើលបជាវមួយបាក់កន្លែងទៀតក្រៅពីបាត់ដំបងគឺយើងអាចបង្កើតនៅកន្លែងនេះបានដែរនេះបងប្អូនឃើញរូងភ្នំឃើញចន្លងភ្នំធំបាទកន្លែងនេះមានភ្នំក៏ស្អាតដែរយើងឃើញទិដ្ឋភាពទេសភាពនៅនេះគឺស្អាតបាទអមដោយផ្លូវថ្មីទៀតគឺត្រជាក់ភ្នែកមែនតើបាទបងប្អូនអញ្ចឹងសូមបញ្ជាក់ម្ដងទៀតនេះគឺរូបភាពកាត់ទៅកែបបាទអញ្ចឹងបើចង់ឃើញទិដ្ឋភាពបែបនេះគឺនៅម៉ោង5 កន្លះមកដល់កន្លែងនេះនៅម៉ោង5 កន្លះគឺអាចឃើញហើយបាទនេះផ្លូវនេះអញ្ចឹងផ្លូវហ្នឹងផ្លូវវាងបន្ទាយមាសបាទអញ្ចឹងវាយតា Google Map មកដល់កន្លែងបន្ទាយមាសហ្នឹងផ្លូវវាងហ្នឹងគឺពុកម៉ែបងប្អូនចំណាំទៅខាងតាមដៃហ្នឹងឃើញភ្នំហើយគឺមកហ្នឹងឃើញបជាវចុះហើយបាទបងប្អូនមិញខ្ញុំនៅទីតាំងកន្លែងនោះកន្លែងកោងនោះណានៅកន្លែងកោងនោះអញ្ចឹងខ្ញុំថតពីខាងនោះមកគឺឃើញបជាវទាំងវងចេញពីរូងឥឡូវខ្ញុំជីបកមកវិញជីបកក្រោយមកវិញបាទគឺឃើញបជាវទាំងវងហ្នឹងគាត់ចេញពីរូងម្ដុំនេះបាទនេះគឺរូងធំដែលចេញទាំងខ្សែយកឃើញដូចពស់អញ្ចឹងណាបាទនេះគឺចេញពីរូងមួយនេះហើយខាងនោះក៏មានរូងដែរអញ្ចឹងបាទម្ដុំនេះគឺមានសិតតែរូងបជាវបាទអញ្ចឹងបើយើងខាងប្រវាក់ទៅដល់បាត់ដំបងចង់មើលបជាវចេញពីរូងភ្នំដែរនៅពេលល្ងាចបាទគឺមកតាមផ្លូវកពតមកផ្លូវកាត់មកកែបបែកគូសមកដល់យើងផ្លូវបែកគូសទៅចាក់ទៅកពតហ្នឹងយើងកុំចាក់ទៅកពតយើងបែកមកកែបបងប្អូនអញ្ចឹងបែកមកកែបផ្លូវដែលគេទុំធ្វើថ្មីហ្នឹងអញ្ចឹងមកដល់ចំណុចមួយនេះគឺផ្លូវវាងបន្ទាយមាសអញ្ចឹងផ្លូវវាងបន្ទាយមាសហ្នឹងគឺឃើញហើយបងប្អូនមើលតែខាងស្ដាំដៃឃើញភ្នំប្រតិកលាគ្នាហ្នឹងគឺម៉ោង5 កន្លះគឺនឹងឃើញបជាវចេញមកហើយទាំងវងបាទបងប្អូនអញ្ចឹងបជាវទាំងវងនេះសូមបញ្ជាក់គឺគាត់ចេញទៅហ្នឹងប្រហែលជាអាចនឹងទៅផឹកទឹកសមុទ្រហើយដោយសារនៅតំបន់នេះគឺជាតំបន់សមុទ្របាទអញ្ចឹងភាគច្រើនគឺបជាវចេញពីរូងគឺទៅផឹកទឹកសមុទ្រហើយបានវិលត្រឡប់មកវិញបងប្អូនមានដឹងទេថាហេតុអីបានអាចបជាវវាប្រៃហ្នឹងគឺដោយសារតែវាត្រូវការចេញទៅផឹកទឹកសមុទ្រដូចជាបជាវនៅបាត់ដំបងក៏ចឹងដូចគ្នាពេលដែលវាចេញពីរូងហ្នឹងគឺវាធ្វើដំណើរទៅផឹកទឹកសមុទ្រដូចគ្នាគឺវាទៅរកសមុទ្រអញ្ចឹងបជាវនៅកែបនេះគឺវាក្បែរសមុទ្រស្រាប់បាទអញ្ចឹងវាចេញទៅគឺទៅផឹកទឹកសមុទ្របាទអញ្ចឹងសូមបញ្ជាក់ម្ដងទៀតបងប្អូនបើចង់មកមើលបជាវសូមមកម៉ោង5អីទៅព្រោះអីខ្លាចមកហួសអញ្ចឹងពួកវាចេញអស់ទៅណាអញ្ចឹងខ្លាចអត់ឃើញណាបាទសូមអរគុណបងប្អូនបាទ